ភាពជោគជ័យគឺជាដំណើររីករាយឆ្ពោះទៅគោលដៅដែលយើងបានកំណត់គ្រប់គ្នាអត់ទទួលបានជោគជ័យដោយសារយើងអត់បានដាក់ក្រពូជចូលក្នុងដីមានហើយតែយើងដាក់ក្រពូជចឹងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាដាក់ក្រពូជបាទមុននឹងចាប់ផ្ដើមសូមទះដៃឲ្យខ្លួនឯងមួយបាទបងប្អូនសភៅគោលដៅនេះមិនមែនខ្ញុំនឹកឃើញលើខ្លួនឯងទេគឺសភៅគោលដៅនេះខ្ញុំទិញពីគ្រូម្នាក់តែជាភាសាអង់គ្លេសខ្ញុំយកមកបកប្រែមិនមែនខ្ញុំនឹកឃើញទេសភៅហ្នឹងអញ្ចឹងសភៅនេះគឺមានមនុស្សតិចតួចណាស់ដែលបានយល់ពីផលប្រយោជន៍និងអត្ថប្រយោជន៍ពីសភៅហ្នឹងអញ្ចឹងខ្ញុំបានបកប្រែហើយប្រើខ្លួនឯងជាង10ឆ្នាំមកទំនឹង4ឆ្នាំមុននេះខ្ញុំបានយកសភៅនេះបកប្រែឲ្យចូលរោងពុម្ពបោះពុម្ព 10000 ក្បាលហើយលក់ឲ្យសិស្សខ្ញុំនៅក្នុងអនឡាញហើយម្នាក់ក៏ទទួលបានលទ្ធផលដែលគាត់នឹកស្មានមិនដល់បងប្អូនគូក្បាលយើងដូចជាដីដែលមានជីជាតិយើងដាក់ក្រពូជអីដោះក្រពូជហ្នឹងដាក់លហុងដោះលហុងដាក់ស្វាយដោះស្វាយដាក់ដើមបន្លាដោះបន្លាអញ្ចឹងខ្ញុំសរសេរគោលដៅសភៅគោលដៅនេះគឺដោយលោក Albert Schweitzer ឬក៏លោក Earl Nightingale គាត់មាននិយាយថាភាពជោគជ័យគឺគោលដៅអញ្ចឹងភាពជោគជ័យគឺជាដំណើររីករាយឆ្ពោះទៅគោលដៅដែលយើងបានកំណត់គ្រប់គ្នាអត់ទទួលបានជោគជ័យដោយសារយើងអត់បានដាក់ក្រពូជចូលក្នុងដីមានហើយតែយើងដាក់ក្រពូជអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាដាក់ក្រពូជអញ្ចឹងសូមបងប្អូនបើកនៅទំព័រលេខ141បងប្អូនសភៅនេះខ្ញុំអនុវត្តវាជោគជ័យឃើញរូបខ្ញុំមួយអ្នកញ៉ាំអង្គពីវនិយាយពី6ចំណុចដែលប្រែคล้ายចំណង់ទៅជាគោលដៅដែលមានគោលបំណងច្បាស់លាស់គាំទ្រដោយផែនការជាក់លាក់ទី1សរសេរចំនួនជាក់លាក់នៅចំនួនដែលចង់បានលុយប្រមាណឧទាហរណ៍100លានផ្ដល់អ្វីជាថ្នូរនឹងចំនួនលុយនៅជាមួយមនុស្សដោះស្រាយបញ្ហាខ្ញុំដាក់ថា$100ក្នុងម្នាក់អញ្ចឹងជួយមនុស្សម្នាក់100នាក់1លាននាក់បាន$100លានដាក់ការបរិច្ឆេទដែលច្បាស់លាស់ឧទាហរណ៍ថ្ងៃ24ខែ12 2028រកគ្រូបង្វឹកដែលទទួលបានភាពជោគជ័យរួចហើយនៅគោលដៅដែលអ្នកចង់បានរួចហើយដើម្បីពិគ្រោះពីផែនការសកម្មភាពដើម្បីទៅរកលុយអានមួយថ្ងៃយ៉ាងតិច3ដងក្នុងមួយថ្ងៃឲ្យខ្លួនអ្នកជឿនៅក្នុងខួរក្បាលគិតថាអ្នកទទួលវាបានរួចហើយអញ្ចឹងខ្ញុំបានសរសេរវាឲ្យបងប្អូនទៅមើលទំព័រទី145បងប្អូនសរសេរទៅតែនៅក្នុងกระดาษដែលខ្ញុំ copy ឲ្យនេះមានគំរូបងប្អូនថ្ងៃនេះខ្ញុំអត់ដឹងថាបងប្អូនចង់បានប៉ុន្មានទេតែខ្ញុំចង់ឲ្យបងប្អូនសរសេរថាមួយឆ្នាំនេះបងប្អូនចង់បានលុយ$1លាននៅក្នុងកុងរបស់បងប្អូនដូចមួយดือนអាចសរសេរ10លានទៅក៏បានដែរដូចបងម៉ៅអីអាចសរសេរ10លានបានដែរតែយើងអាចសរសេរពី$1លានទៅហើយខ្ញុំហេតុអីមិនសរសេរអញ្ចឹងដើម្បីខ្ញុំឲ្យលុយកដាស់$1លានហ្នឹងដើម្បីយើងមើលវារាល់ថ្ងៃពេលអានយើងមើលលុយ$1លានហ្នឹងអញ្ចឹងបងពេលសរសេរទៅឈ្មោះអីអាជីពអីគេហើយចំនួនប្រាក់ជាក់លាក់ដែលចង់បានសរសេរកន្លែងហ្នឹងទៅសរសេរប៉ុន្តែសរសេរពី$1លានឡើងទៅខ្ញុំចង់ឲ្យបងប្អូនហេតុអីបងយើងមកដល់កន្លែងនេះសំណាងល្អអីគេដោយសារយើងសរសេរនៅកន្លែងខ្ពស់គេថាទ្រព្យសម្បត្តិយើងណាចិត្តយើងនៅហ្នឹងអញ្ចឹងយើងសរសេរគោលដៅនេះសរសេរនៅកន្លែងកម្ពស់840ម៉ែត្រពីនីវ៉ូសមុទ្រអញ្ចឹងតែបងប្អូនសរសេរចង់បានលុយ$1លានផ្ដល់អីគេសរសេរតាបើគីនីនេះលក់ពៀន$1លានពៀនចំណេញពៀនមួយតែ$1លាន1រៀលបានហើយអង្គញាទេសរាជចិត្តលក់ប្រហិត$1លានគីឡូ1គីឡូចំណេញតែ1រៀលបានហើយយើងដឹងតាម$1លានមកពីណាកុំខ្វល់ហើយប្រាថ្នាទទួលលុយទាំងអស់នេះនៅថ្ងៃទីប៉ុន្មានថ្ងៃទី25ឬក៏ថ្ងៃ30ខែ12 2026ដើម្បីផ្ដល់សេវាអតិថិជនទៅខ្ញុំឈ្មោះហើយប្រកាសទៅហើយអានសេចក្តីប្រកាសនេះឲ្យបាន3ដងអានកុំខ្វល់ថាវាមកមិនហើយចុះហត្ថលេខាទៅសរសេរថ្ងៃហ្នឹងទៅថ្ងៃហ្នឹងទីប៉ុន្មាន14ខែ3ឆ្នាំ2025បងប្អូនសរសេរហើយចាំខ្ញុំប្រាប់ថាធ្វើមិនទៀត
cho tí khi bắt nháp đó đó nơi ấy cái lụa ấy từ bà mà liên cái lâu ai mau mấy con khoan ta lưới đường màu mày xong đi nhờ ra thử mấy chứสำคัญคือដាក់ក្របពូជក្នុងដីដោះម្ដោះរឿងរបស់ក្របពូជទេពេលដែលយើងដាក់គោលដៅ1លានដុល្លារហើយតែយើងនៅគិតរឿង10000ទេបងមកស្អីកុំខ្វល់ថាមកមិនថ្ងៃនេះឱកាសយើងរៀននៅលើភ្នំកម្ពស់840ម៉ែត្រពីនីវ៉ូសមុទ្របាទខ្ញុំឈ្មោះ Ken លុយដែលខ្ញុំចង់បាន1លានដុល្លារខ្ញុំបញ្ញាយ៉ាងចឹងដើម្បីយើងប្រកាសហ៎យើងសរសេរជា clear ហើយប្រកាសមួយថ្ងៃ3ដងហើយមើលលុយនឹងចាប់មើលលុយនឹងហើយមិនទ្រាំជើង I can do it អញ្ចឹងលុយ1លានដុល្លារហ្នឹងបងប្អូនពេលបងប្អូនមានខួរក្បាល1លានដុល្លារហើយបងប្អូននៅចំណាយពេលគិតរឿងចំណេះគិតរឿងផ្នត់គំនិត10000ឬ1000ទេពេលដែលយើងឡានដឹក20តោនចទាសឡានកង់ឡានយក3តោនដឹកបានអត់ចង់ផ្ទុកទំនិញ20តោនដឹក20តោនត្រូវយកឡាន20តោនអញ្ចឹងយើងត្រូវតែពង្រីកផ្នត់គំនិតរបស់យើងណាសេឲ្យលើកដៃហើយបងប្អូនមើលกระดาษខ្ញុំឲ្យមើលគំរូกระดาษខ្ញុំមានគំរូមើលពីក្រោយខ្ញុំមានគំរូហើយរាល់ខែត្រូវមាន one to one មួយខ្ញុំក្នុងនេះមានកន្លងនិយាយ12ខែ12ខែបងប្អូនត្រូវតែមើលតាសកម្មភាពបងប្អូនត្រូវនឹងគោលដៅ1លានដុល្លារឲ្យអត់អញ្ចឹងរាល់អាទិត្យរាល់ខែ one to one មួយខ្ញុំដើម្បីផ្ទៀងផ្ទាត់ហើយចាំមើលក្នុងគ្នាយើងនេះនឹងមានអ្នកណាម្នាក់ឬក៏ច្រើនអ្នកចំណេញលុយលើស1លានដុល្លារដូចថ្ងៃនេះចាំដល់សេវាកម្មអតិថិជនមានន័យថាយកអា1 2 3 4 5ហ្នឹងដាក់ជោគនេះមក clear ហើយសូត្រឲ្យចាំហ្នឹងហើយប្រាប់យើងអានអញ្ចឹងគ្រប់គោលដៅដែលយើងប្រាថ្នាចង់បានវាបានទាល់តែយើងអភិវឌ្ឍខ្លួនបងប្អូនទទួលបានទេអភិវឌ្ឍខ្លួនអញ្ចឹងថ្ងៃ21យើងចូលរៀនវគ្គ leadership training LT training យើងត្រូវរៀនអភិវឌ្ឍខ្លួនភាពជោគជ័យរបស់អ្នកមិនត្រឹមតែជាអំពីឱកាសប៉ុណ្ណឹងទេឬលុយប៉ុណ្ណឹងទេឬក៏តំណែងទេវាផ្ដោតទៅលើអ្នកខ្លាយជាអ្នកណាបើយើងមានលុយ1លានដុល្លារក្នុងដែលយើងមានចំណូលមួយឆ្នាំ1លានដុល្លារតើយើងនៅធ្វើអ្វីដែលយើងកំពុងធ្វើទៀតទេមានន័យថាតើយើងនៅគិតអ្វីយើងកំពុងគិតតែអត់ទេយើងត្រូវពង្រីកការគិតអានសភៅថែមទៀតអានសភៅគិតខ្លាចជាអ្នកមានគិតឲ្យមាន Think and Grow Rich អានសភៅ Rich Dad Poor Dad អានសភៅ Secret of the Millionaire Mind យើងអានសភៅពួកយើងចង់បានរបស់ដែលធំជាងយើងត្រូវតែខ្លួនយើងធំដោយផ្នត់គំនិតទី1យើង improve ការគិតរបស់យើងអំពីបញ្ហាភាសាចិនបញ្ហាតែម៉េចវៃជីក្នុងបញ្ហានឹងមានឱកាសពីឱកាសនិងពីលុយទី2វិន័យយើងធ្វើសកម្មភាពត្រូវរាល់ថ្ងៃទោះបីជាពិបាកក៏ដោយបងប្អូនថ្ងៃសុក្របាក់ងើបទេមែនទេម៉ោង5តែបងប្អូនមកសុបាយហ៎បាយបងប្អូនងើបថ្ងៃសុក្រហើយយើងផ្ទះដៃឲ្យអង្គញាទេសរាបចិត្តមួយគាត់មកទៅពីណា40គីឡូហើយទម្លាប់យើងកសាងទម្លាប់នឹងរាល់ថ្ងៃដូចជាការអានការរៀនការរើសផែនការហើយនឹងធ្វើការជាប្រចាំអញ្ចឹងចំណុចទាំង3នេះធ្វើឲ្យគោលដៅយើងអាចបានសម្រេចតែយើងដាក់គោលដៅហើយយើងអត់ធ្វើអីខ្ញុំមិនសង្ឃឹមថាបានទេយើងមានក្របពូជយើងដាក់ក្នុងឃ្លាំងបានទេយកទៅកប់ក្នុងដីហើយស្រោចទឹកបើក្របពូជអាស័យវិញប្រហែលឆ្នាំមិនដុះ5ឆ្នាំដាក់លងដីស្រោចទឹក5ឆ្នាំបានដុះប៉ុន្តែបន្ទាប់ពីដុះហើយតែ4អាទិត្យទេ20ម៉ែត្រអញ្ចឹង
ភាពជោគជ័យដែលយើងឃើញគេជោគជ័យមកយប់ហ្នឹងមិនមែនទេគេតស៊ូ10ឆ្នាំ20ឆ្នាំហើយ10ឆ្នាំ20ឆ្នាំហើយរ៉ូណាល់ដូហាត់ប្រហែលឆ្នាំបានឡើងរិញបានឡើងទាត់បាល់បានខ្លាចជាកីឡាចឹងបងប្អូនសិហើយនៅអស់នៅហើយបងប្អូនមើលគំរូខ្ញុំដាក់គំរូឲ្យហ្នឹងគឺឲ្យបងប្អូនសរសេរហើយបងប្អូនឃើញរូបខ្ញុំថតមួយនៅយ៉ាងពីរខ្ញុំយកដាក់ជើដោយសារសភៅ goal នេះធ្វើឲ្យខ្ញុំអាចទៅយកផែនការទីផ្សាររបស់ខ្ញុំទៅនិយាយជាមួយអ្នកយ៉ាងពីរយកគម្រោងរបស់គាត់លក់កាលពីឆ្នាំ2016បាន2016ខ្ញុំបានគម្រោងម្ដង2024ខ្ញុំបានគម្រោងម្ដងដល់2026ខ្ញុំបានម្ដងទៀតអញ្ចឹងមិនមែនខ្ញុំបានដោយសារខ្សែស្អីទេដោយសារការអភិវឌ្ឍខ្លួនព្រោះគេឲ្យគម្រោងយើង10លានមកធ្វើគឺដូចយើងក្នុងមានអីថាម៉េចពេលយើងបោះ referral ឲ្យណាម្នាក់យើងមិនថាម៉េចយើងបកគល credit យើងឲ្យទៅអ្នកហ្នឹងអញ្ចឹងចឹងសេះហើយអត់ណាបងប្អូនហើយអូខេចឹងខ្ញុំសូមបងប្អូន share អ្នកណាសេះហើយអត់អស់អូខេមកអញ្ញាត្រីដល់ចិត្តសូម share មួយខ្ញុំឈ្មោះទេរាចិត្តម្ចាស់សិប្បកម្មប្រហិតបបរចំនួនលុយដែលខ្ញុំប្រាថ្នាគឺ$1 លានខ្ញុំបដិញ្ញាផ្ដល់នូវប្រហិតជូនអតិថិជនចំនួន1 លានគីឡូខ្ញុំប្រាថ្នាទទួលបានលុយទាំងអស់នេះថ្ងៃទី14 ខែ 3 ឆ្នាំ 2027ដើម្បីឲ្យសេវាកម្មរបស់ខ្ញុំទៅដល់អតិថិជនចំនួន1 លាននាក់ខ្ញុំឈ្មោះទេរាចិត្តម្ចាស់សិប្បកម្មប្រហិតបបរខ្ញុំប្រាថ្នាលុយ$1 លានខ្ញុំប្រាថ្នាទទួលលុយទាំងអស់នេះនៅថ្ងៃទី14 ខែ 3 ឆ្នាំ 2027ផលិតផលរបស់ខ្ញុំនឹងទៅដល់អតិថិជនចំនួន1 លាននាក់ខ្ញុំបានអានសេចក្តីប្រកាសនេះ2ដងក្នុងមួយថ្ងៃហត្ថលេខាទេរាចិត្តថ្ងៃទី14 ខែ 3 ឆ្នាំ 2026មិនដែលជឿអាចធ្វើបានទេព្រោះអីយើងមានប្រជាជន16 លាននាក់ Yes ហើយ365ថ្ងៃហើយម្នាក់បើយក1 លាននាក់មកចែកនឹង360ថ្ងៃស៊ីមួយថ្ងៃតែ1គីឡូស៊ីផុយមែនទេ1 លានគីឡូបាទស៊ីផុយអញ្ចឹងបើប្រកាសរាល់ថ្ងៃទៅខ្ញុំជឿជាក់ថាអា program ហ្នឹងវាម៉ត់ចូលក្នុងអនុសម្បញ្ញរបស់យើងហើយឱកាសហ្នឹងវានឹងមកមិនដឹងមកពីណាទេខ្ញុំមិនដឹងថាមកពីណាទេខ្ញុំជាមនុស្សធម្មតាម្នាក់ពេលដាក់ program នឹងចូលទៅខ្ញុំទៅជាមនុស្សពិសេសដែលអាចជួយមនុស្សរាប់រយរាប់ពាន់នាក់បានបាទតែបន្ទាប់ពីខ្ញុំបានអានហើយខ្ញុំមានទទួលបានបទពិសោធន៍ថាមានទំនុកចិត្តហើយខ្ញុំជឿជាក់ថាមិនដល់1ឆ្នាំទេ1 លានអ្នកនឹងទទួលបានផលិតរបស់ខ្ញុំជឿជាក់ប្រហែលអាចក្នុងរយៈពេល3ខែព្រោះខ្ញុំទទួលបានធម្មពលអារម្មណ៍មួយគឺជំរុញធម្មពលកម្លាំងចិត្តខ្ញុំឲ្យទៅធ្វើវា 100% នៅពេលខ្ញុំធ្វើ 100% ខ្ញុំជឿជាក់ថានឹងទទួលបានលទ្ធផល 100% បាទសូមអរគុណបាទអរគុណបាទព្រោះអី1 លានអ្នក1 លានគីឡូទេមិនមែន1 លានអ្នកទេបាទ1 លានគីឡូបើមួយថ្ងៃលក់តែ1តោន1000គីឡូអញ្ចឹងមួយថ្ងៃលក់1តោនអញ្ចឹង1000គីឡូហើយមួយខែបានបាទមួយខែ30តោនហ្នឹងអញ្ចឹងវាអត់មានអីបាក់ទេប៉ុន្តែគឺយើងអត់បានមើលឃើញពីទំហំការងារហ្នឹងពេលដែលយើងដាក់$1 លានចំណូល$1 លានយើងសេដ្ឋីនៅពេល$1 លានចំណេញ$1 លានមានន័យថា millionaire មែនទេខ្ញុំមានសេចក្តីប្រកាសមួយសេចក្តីប្រកាសដើម្បីបណ្ដុះគំនិតសេដ្ឋីប្រកាសពី30គ្រូណាដល់ទេទី1ដល់ទី22ពី30សេចក្តីប្រកាសដើម្បីបណ្ដុះផ្នែកគំនិតជាមហាសេដ្ឋីទី1អ្នកគឺជាអ្នកដឹកនាំទី2អ្នកគិតនិងសុបិនធំទី3ខ្ញុំឃើញឱកាសនៅក្នុងជីវិតទី4ខ្ញុំបូជាដើម្បីកសាងទ្រព្យទី5ខ្ញុំដឹងអ្វីដែលខ្ញុំចង់បានទី6ខ្ញុំប្រថុយនឹងគ្រោះថ្នាក់ដោយមានការវិនិច្ឆ័យទី10ទៅទី7អ្នកគឺជាមហាសេដ្ឋីទី8ខ្ញុំបង្កើតលុយរាប់លានយ៉ាងងាយស្រួលទី9ខ្ញុំលេងដើម្បីឈ្នះអូខេឲ្យវណ្ណៈខ្ញុំសរសើរសមត្ថភាពរបស់អ្នកដទៃខ្ញុំធំជាងខ្លាំងជាងបញ្ហាអ្វីទាំងអស់ខ្ញុំគិតដូចជាមហាសេដ្ឋីអញ្ចឹង
ខ្ញុំមានចិត្តសប្បុរសធម៌ខ្ញុំសម្រេចគោលដៅរបស់ខ្ញុំផ្ដោតទៅលើភាពជោគជ័យរបស់ខ្ញុំចិត្តគំនិតរបស់ខ្ញុំ 17 ខ្លាំងពូកែ អានវា17 មានអំណាច អូខេ17ឲ្យសម្បូរ ខ្ញុំមានអនុភាពដើម្បីជោគជ័យ18អ្នកផ្ដោតអារម្មណ៍19ខ្ញុំវិនិយោគដោយវៃឆ្លាត20ខ្ញុំធ្វើពិធីអបអរភាពជោគជ័យរបស់ខ្ញុំ21ខ្ញុំទទួលយកនិងរំពឹងទ្រព្យសម្បត្តិ22ខ្ញុំគិតក្នុងຂ្នាតលុយលាននិងផលិតបានលទ្ធផលដោយការគិតរបស់ខ្ញុំ បាទអរគុណទៀតដែរឲ្យសម្បូរមួយដល់គ្នាបាទមាន12ខែចាំបងប្អូនចាប់ដើមពីថ្ងៃ14នេះទៅបងប្អូនយកកន្លងនិយាយក្នុងទូរស័ព្ទបំពេញក្នុងខែមួយហើយក្នុងខែមួយមានគោលបំណងមានផែនការហើយបងប្អូនអនុវត្តតែបើអ្នកបានមកជាមួយកូនគឺមួយថ្ងៃអាចយកសភៅគោលដៅនេះពិភាក្សាជាមួយកូន15នាទីបានហើយចឹងបើអាចពិភាក្សាមួយកូន15នាទីបានមួយថ្ងៃបានទេអញ្ចឹងឲ្យមាន program ហ្នឹងហើយឲ្យកូនសូត្រប្រកាសឲ្យទទួលឲ្យ program ហ្នឹងវា program ថាគោលដៅយើងមានបងប្អូនមានណាចង់ចែកម្លែកទេបាទទៅពីបំពេញហើយ បាទជាបងអរគុណបងលោកគ្រូសុផលដែលបានផ្ដល់ការខ្ញុំពិតជាមោទនភាពដែលបានចែករំលែកនៅសភៅគោលដៅនេះតែខ្ញុំមានសភៅដូចទៅឲ្យខ្ញុំទៅចំណាយថវិកាផ្ទាល់ខ្លួនទៅនៅសន្តាគារសានីមួយតែថ្ងៃនេះបងប្អូនយើងពិតជាមានសំណាងតំណាងឲ្យពិតភ័ក្របងប្អូនអរគ្នាក៏សូមអរគុណដល់បងសាទៀត បាទអរគុណច្រើនពេញពីបេះដូងបាទ ខ្ញុំមានគោលដៅដែរប៉ុន្តែពេលដែលយើងខ្វះនៅទិន្នន័យដូច GPS យើងពិបាកដើរចឹងពេលបានស្ពើនេះមកវាដូចជាទិន្នន័យ GPS មួយដែលធ្វើយើងដើរចំណងគោលដៅសម្រាប់ខ្ញុំមានន័យថាពេលដែលបានស្ពើនេះមួយវាដូចជា GPS មួយដែលអាចធ្វើខ្ញុំមើលគោលដៅកាន់តែគៀកបាទចឹងគោលដៅដែលខ្ញុំប្រាថ្នាចង់បានខ្ញុំគិតថាវានឹងមិននៅឆ្ងាយពីខ្ញុំទេខ្ញុំជឿជាក់លើខ្លួនឯងនិងជឿជាក់លើទីប្រឹក្សារបស់ខ្ញុំដែលបានបំផុតគឺជាទីប្រឹក្សាចំពោះរបស់ខ្ញុំដូចគ្នាខ្ញុំនឹងប្រឹក្សាមួយគាត់ធ្វើយ៉ាងណាដើម្បីឲ្យខ្ញុំដល់គោលដៅរបស់ខ្ញុំដែលបានខ្ញុំសរសេរតែបានសរសេរមិនស្គាល់តែម្ដងបាទសូមអរគុណ អរគុណបាទហើយសូម feedback ពីរៀងច្បងយើងមួយបាទបងលឹមអដឿន feel អីពីគោលដៅនេះមនុស្សភាគច្រើនដឹងគាត់ដឹងចង់បានអីតែគាត់ដែរបានសរសេរទេថ្ងៃនេះបានសរសេរគាត់នឹងប្រើពេល15នាទីកន្លះម៉ោងមួយកូនរាល់ល្ងាចបានបាទ បាទអរគុណលោកគ្រូដែលបានផ្ដល់ឱកាសខ្ញុំក្នុងឱកាសនេះខ្ញុំបំពេញហើយមានអារម្មណ៍ថាវាជាច្បាប់សោកទាញមួយវាបង្កើនភាពជឿជាក់ក្នុងខ្លួនទោះជាមិនទាន់បានច្រើនតែខ្ញុំនឹងអានវារាល់ថ្ងៃខ្ញុំជឿថាវានឹងកើនឡើងបាទហើយសម្រាប់ការណែនាំកូនក៏ខ្ញុំនឹងធ្វើរៀងរាល់ថ្ងៃជាប្រចាំដើម្បីដាក់គោលដៅជាមួយកូនខ្ញុំដែរបាទមិញគាត់ទៅពិភាក្សាមកខ្ញុំថាប៉ាបើកូនធ្វើបានកូនជោគជ័យយ៉ាងម៉េចខ្ញុំផ្ដល់ឲ្យគាត់ថាជោគជ័យខ្លាំងមែនទែនរហូតដល់លើសជាងប៉ាឆ្ងាយច្រើនដល់ Yes បាទជាដំបូងក៏សូមអរគុណដល់លោកគ្រូដែលបាន training ហើយនឹងបានទទួលសភៅមួយទៀតបាទពេលដែលខ្ញុំសរសេរហើយមានអារម្មណ៍ថាឥឡូវនេះបានដាក់ commitment ហើយជាធម្មតាចំពោះខ្ញុំផ្ទាល់មានការខ្លាចទៅលើ commitment អញ្ចឹងគឺអត់ហ៊ានប្រកាសទេប៉ុន្តែនៅពេលដែលប្រកាសបានថាឥឡូវនោះមាន commitment ហើយអញ្ចឹងយើងត្រូវតែ stick ជាមួយ commitment ហ្នឹងហើយមានហ្នឹងក៏នឹកឃើញថាពេលដែលប្រកាសហ្នឹងគឺខ្ញុំនឹងប្រកាសមុនចូលគេងបានបន្តមកពេលដែលយើងក្រោកពីគេងខ្ញុំនឹងប្រកាសមួយសារទៀតនៅពេលដែលយើងប្រកាស law of attraction នៅពេលដែលយើងប្រកាសកាន់តែប្រកាសវាចូលទៅក្នុងអនុសម្បញ្ញៈគេហៅថា subconscious mind នៅពេលដែលវាចូល subconscious mind នឹងហើយវាធ្វើឲ្យយើងនឹងចេញជាកាយវិការឬចេញជា action សកម្មភាពមួយទៅធ្វើរឿងដែលយើងជួនកាលអត់ដឹងខ្លួនទៀតអញ្ចឹងសូរ៉ាត្រូវធ្វើមិនគឺត្រូវតែប្រកាសដោយលោកគ្រូនិយាយប្រកាសឥឡូវហ្នឹងខ្ញុំបានដាក់គោលដៅថ្មីមួយហើយជាមួយអាជីវកម្មថ្មីទៀតហើយខ្ញុំនឹងប្រកាសថាគោលដៅហ្នឹងវានឹងទៅដល់ goal Yeah and ជឿជាក់ថាគោលដៅហ្នឹងគឺ very powerful and the mind is so powerful បាទអរគុណលោកគ្រូ បាទអរគុណពេលដែលយើងបានកំណត់គោលដៅហើយយើងជោគជ័យ 50% រួចទៅហើយ 50% ទៀតអង្គុយចាំតែពេលមកទេហើយសូមម្នាក់ទៀត
បាទអូខេសំអូននៅឲ្យបងមករាមកសំអូនអត់ទេសំអូនមុនមកតើ បាទអរគុណលោកគ្រូដែលបានផ្ដល់ឱកាសឲ្យខ្ញុំមកធ្វើការចែករំលែកចំណុចដែលខ្ញុំចង់ចែករំលែកមួយហ្នឹងគឺចំណុចលេខរៀងទី4តួលេខអត់បើយើងការយល់ឃើញរបស់ខ្ញុំតួលេខភាគច្រើនយើងបងប្អូនអ្នកជាម្ចាស់អាជីវកម្មក៏ដោយតែតែគិតថាវាធំបើយើងដាក់1លាន2លាន3លាន4លាន5លានពិតជាធំមែនតើខ្ញុំគិតថាធំប៉ុន្តែនៅពេលដែលបងប្អូនបំបែកវាដោយលោកគ្រូបញ្ជាក់មិញណាចំណុចបំបែកវិញទីជាអង្គន់តូចសកម្មភាពដូចគេបញ្ជាក់និយាយថាលុយបរៀន1លានហ្នឹងយើងកុំគិតខ្លាំងពេកប៉ុន្តែយើងគិតអាសកម្មភាពប្រចាំថ្ងៃអារបៀបអញ្ចឹងណាចឹងឧទាហរណ៍ខ្ញុំដាក់ខ្ញុំកលេចមើលមិញបើកម្រងរបស់ខ្ញុំកម្រងខ្លះមាន20000មាន30000មាន40000ជា average អាចកម្រងចូលមើលក្នុង$40000អញ្ចឹងបើខ្ញុំ set ទៅការប៉ັດទៅបើចង់បានមួយឆ្នាំ2លានតាមមួយអាទិត្យរកឲ្យកម្រងឲ្យបានមួយគឺខ្ញុំបាន2លានហើយមួយឆ្នាំគឺខ្ញុំបាន2លានអញ្ចឹងខ្ញុំអាចរៀនសូត្របានកន្លែងនេះថាយើងបំបែកធម្មពលនៃការបំបែកពេលខ្លះយើងគិតថាច្រើនតែបើយើងបំបែកសកម្មភាពដែលយើងធ្វើវាពិតជារឿងដែលយើងអាចធ្វើទៅបានទី1ទី2ធម្មពលនៃការប្រកាសក៏ពិតខ្ញុំធ្លាប់រៀនសូត្របានវគ្គមួយចំនួនដែរតែមកដល់ពេលនេះរំលឹកបន្ថែមទៀតថាធម្មពលនៃការប្រកាសនេះវាពិតជាហៅថា law attraction វាជាធម្មពលមួយដែលទាញឲ្យយើងកាន់តែមានជំនឿមានក្តីសង្ឃឹមជឿជាក់លើអង្គដែលយើងប្រកាសមួយនឹងបាទសូមអរគុណលោកបាទ សូមអរគុណបាទមករាបាទដូចទេរាចិត្តថា$1លានអញ្ចឹង$1លានគីឡូហ្នឹងបើយើងមានប្រជាជនយើង17លាននាក់ហ្នឹង$1លានគីឡូមានអីតិចមានអីច្រើន អរគុណបងអញ្ចឹងទីថាខ្ញុំឥឡូវខ្ញុំធ្វើអារបស់ខ្ញុំបង បាទ ខ្ញុំឈ្មោះសួនមករាជាប្រធានក្រុមហ៊ុន Catcher ហើយចំនួនលុយដែលខ្ញុំប្រាថ្នាចង់បានគឺ$6លានខ្ញុំនឹងបដិញ្ញាផ្ដល់នៅការជំរុញលក់ម៉ាស៊ីន Catcher ចំនួន50000គ្រឿងជូនទៅដល់អតិថិជននៅក្នុងប្រទេសកម្ពុជាដែលតម្រូវការទៅលើការសម្អាតជាប្រចាំខ្ញុំប្រាថ្នា50000គ្រឿងតិចលុយទាំងនេះនៅថ្ងៃទី31ខែ12 2030 4ឆ្នាំទៀតបាទ វ៉ាវ ហត្ថលេខាសួនមករាការបច្ឆេទថ្ងៃទី14ខែ3 2026 មានអារម្មណ៍មិនពេលដែលយើងសរសេរចូលក្នុងกระดาษបងប្អូនមានពាក្យមួយគេថាច្បាប់ស្រូបទាញណាសិញអត្រាក់សិញពេលយើងសរសេរចូលกระดาษពីមកក៏មែនពេលដែលគោលដៅយើងក្នុងกระดาษវាជាសិញហើយតែបើគោលដៅយើងក្នុងក្បាលវាគាត់វាសម័យអញ្ចឹងសរសេរក្នុងกระดาษឲ្យទៅជាវត្ថុដល់ពេលវត្ថុបន្ទាប់វាស្រូបទាញវត្ថុបាទអញ្ចឹងយើងចង់ឲ្យស្រូបទាញទើបឲ្យយកវាដាក់នៅក្នុងกระดาษបាទអញ្ចឹងមានអារម្មណ៍មិនប៉ុន្តែសរសេរនឹងហើយជឿជាក់ជាអារម្មណ៍ពីខ្ញុំចំណុចមួយដែលខ្ញុំឃើញអានេះបងតាក់ទងជាមួយនឹងការអានឬក៏រំលឹកនៅគោលដៅរបស់យើងខ្ញុំគិតថាកន្លងមកអ្វីដែលខ្ញុំគិតពីច្រើនគឺយើងងក់មួយខែយើងទៅស្រុកតួលេខម្ដងមួយខែស្រុកតួលេខម្ដងតែក្នុងនេះខ្ញុំគិតថាឥឡូវនេះគឺយើងនឹងព្យាយាមពង្រឹងហើយនឹង focus មួយសប្តាហ៍ម្ដងមួយសប្តាហ៍គឺយើងត្រូវមើលគោលដៅរបស់យើងម្ដងតើយើងនៅកំណាពីគោលដៅហើយយើងនៅប្រឹងធ្វើអីបន្ថែមទៀតដើម្បីឲ្យយើងachieve ទៅដល់គោលដៅរបស់យើងអញ្ចឹងពីខ្ញុំមានអារម្មណ៍ថាចំណុចនេះគឺល្អ powerful ដៅបាទគឺមានអំណាចជំរុញយើងបន្ថែមកុំឲ្យយើងភ្លេចជួនកាលអ្នកខ្លះគិតថាយើងចង់បានប៉ុណ្នេះក៏ដែរ3ខែក្រោយគាត់ភ្លេចបាត់ហើយអញ្ចឹងចំណុចនេះខ្ញុំគិតថាសំខាន់មែនទែនចំពោះបងប្អូនទាំងអស់គ្នាហើយក៏ដូចជាខ្ញុំផ្ទាល់អញ្ចឹងយើងនឹងព្យាយាមពង្រឹងទៅលើការរំលឹកខ្លួនឯងថាគោលដៅយើងនៅឯណាហើយយើងនៅត្រឹមណាបច្ចុប្បន្នហើយយើងត្រូវធ្វើអីខ្លះបាទអរគុណបាទអរគុណមករាមើលតកែខាងហ្គិនលក់ខាងហ្គិនប្រហែលលានខាងហ្គិនព្រោះក្នុងភ្នំពេញមានប្រហែល household មានប្រហែលផ្ទះនៅភ្នំពេញមានប្រជាជន3លាននាក់ហើយមានប្រហែលផ្ទះ500000ផ្ទះហើយជឿទៅបើមកផ្ទះមានផ្ទះណាដាក់សម្រាមក្នុងបន្ទប់ទេផ្ទះណាក៏ត្រូវការសម្អាតដែរបាទហើយអ្នកណាក៏ទិញទឹកសិតផឹកដែរតែគាត់ណាបន្ថាអត់ទាន់មានគោលដៅទៅបញ្យល់គេអត់យល់ព្រោះខ្លួនឯងអត់យល់ដែរមើលសុំចង់ដឹងគោលដៅមិនថាឯងមិនមើលបាទថ្ងៃនេះរំភើបមែនទែនអរគុណលោកគ្រូដែលរំលឹក
ការពីមុនខ្ញុំសរសេរគោលដៅមួយដែរការពី2020ខ្ញុំសរសេរគោលដៅសម្រាប់ផែនការកាលនោះខ្ញុំទៅ train នៅក្រៅទៅនឹងខាងហ្គេនណាខ្ញុំថាឆ្នាំនេះខ្ញុំទៅតំណែងអីឆ្នាំនេះតំណែងអី hit target របស់ខ្ញុំមែនដូចឆ្នាំនេះខ្ញុំឡើងដល់ 6A2-3 អានោះដល់របស់ខ្ញុំមែនឆ្នាំក្រោយខ្ញុំយក dash 4យកអាប្រាក់ខែពីជប៉ុនដល់មែនតើមានអាកម្មវិធីល្អិតដែលថាផែនការក្នុងមួយខែដល់អតិថិជនប្រហែលគ្រឿងប្រហែលគ្រឿងអត់បានគិតទេដល់ឃើញលោកគ្រូដាក់ផែនការមកឥឡូវខ្ញុំមានផែនការថាត្រូវមួយឆ្នាំរុញបើសិនទៅឲ្យអតិថិជនប្រហែលគ្រឿងអញ្ចឹងតាមតួលេខលោកគ្រូបង្ហាញមិញរាប់ម៉ឺននាក់ខ្ញុំស្បិចយកតាមតែ 1000 គ្រឿងទេក្នុងមួយឆ្នាំអញ្ចឹងតើតើនឹងការ hit target តែ1លានក្នុងមួយឆ្នាំខ្ញុំកាត់ស៊ីហុយណាសោះហុយហើយថាទៅ 1000 គ្រឿងហើយតួលេខនៅពេញមនុស្សអ្នកមានច្រើនទាំងអីហ្នឹងមិនមែនតិចអ្នកឯណា 1000 គ្រឿងដូចអត់បានមួយខណ្ឌផងទេបាទអញ្ចឹងខ្ញុំគិតថាអាចនឹង over target របស់ខ្ញុំសម្រាប់អាជីវកម្មខាងហ្គេមមួយនេះយើងគិតលុយធំតែយើងមើលរំលងអាការងារទូចបាទចុះសម្បូរសុំសម្បូរមើលទេបើអើពិភពលោកមើលដឹកជូនពីចិនមកឲ្យអស់មើលបាទខ្ញុំឈ្មោះពេញឈ្មោះអឹមសម្បូរបទពិសោធន៍13ឆ្នាំនៅក្នុងវិស័យដឹកជញ្ជូនអញ្ចឹងសម្រាប់គោលដៅខ្ញុំតែប៉ិតខ្ញុំ set មុនជួបលោកគ្រូទៀតខ្ញុំ set អ្នកដែលនៅជាអតីត BNI គឺស្គាល់មួយហីហតអីអញ្ចឹងខ្ញុំធ្លាប់អង្គុយនិយាយមួយហតថាខ្ញុំនឹងពេលដែលខ្ញុំមានលុយ$1 លានមុនឆ្នាំ2030ខ្ញុំនឹងអញ្ជើញហីហតឯងមកញ៉ាំបាយមួយពេលពេលហ្នឹងខ្ញុំអង្គុយនិយាយមួយគាត់ហើយខ្ញុំអង្គុយសេ plan មួយគាត់តាមនឹងលក្ខណៈលេងឯងមិនជាផ្លូវការទេអញ្ចឹងថ្ងៃនេះចំតែយើង remind រំលឹកឡើងវិញហើយគោលដៅរបស់យើងហ្នឹងឥឡូវមុនឆ្នាំ2030វានៅសល់តែប្រហែលឆ្នាំនេះនៅតែ3ឆ្នាំទៀតទេឥឡូវ2026ត្រូវហើយអញ្ចឹងបច្ចុប្បន្នភាពយើងបាន 30% ហើយបើតាមអ្វីដែលយើង cash flow យើងរាល់ថ្ងៃណាអញ្ចឹងឥឡូវយើងនឹងទៅមកជំហានទៀតពាក់ព័ន្ធមួយសេវាកម្មដឹកជញ្ជូនខ្ញុំនឹងគិតគោលដៅនឹងបាន10000 ទូយើងនឹងហិតបាន10000 លានហើយអញ្ចឹងយើងហិតបាន3000 ទូហើយតាំងពីខ្ញុំគួរមកយីហត់មកហ្នឹងណាហើយឥឡូវនៅសល់ 70% ទៀតខ្ញុំគិតថាបើតាម plan នេះវានឹងទៅដល់ហើយដោយសាររាល់ថ្ងៃនេះយើងមាន network យើងមានអ្វីដែលយើងអាចជួយគ្នាបានច្រើនមានទាំង mentor មានទាំងលោកគ្រូមានទាំងសឹងតែមនុស្សជុំវិញខ្លួនយើងអាច support យើងបានច្រើនបាទអញ្ចឹងខ្ញុំមកសេក្នុងនេះគឺដាក់ hit ឲ្យបានមុនថ្ងៃ31ខែ12 2029តែខ្ញុំនឹងព្យាយាមឲ្យបានលឿនជាងហ្នឹងហើយម្ដងទៀតគឺខ្ញុំជួនសម្បូរជំនាញ logistics ខ្ញុំនឹងសម្រេចគោលដៅឲ្យបាន$1 លានមុនឆ្នាំ2030ខ្ញុំនឹងអានសេចក្តីប្រាណនេះគឺរៀងរាល់យប់តែបើខ្ញុំអានរៀងរាល់យប់កាលពី3ឆ្នាំមុនខ្ញុំបន្តអានសេចក្តីប្រាណគឺរៀងរាល់យប់ដូចគ្នាបាទអរគុណច្រើនបាទអរគុណច្រើនបាទចា៎ជំរាបសួរបងប្អូនខ្ញុំចូលនៅក្នុងគណៈនេះគឺមានទូនាទីជា Vice President នៅ BNI Champions ហើយខ្ញុំចង់បានចំនួនទឹកប្រាក់ចា៎ចំនួន$1 លាននៅក្នុងកុងនៅក្នុងឆ្នាំ2026ហ្នឹងចាស់ខែ12ថ្ងៃ1ហើយនឹងអានសេចក្តីប្រកាសនេះរៀងរាល់ថ្ងៃចាំថ្ងៃ2ដងហើយបច្ចុប្បន្នខ្ញុំអាចនិយាយថានៅក្នុងមួយឆ្នាំសម្រាប់បានប្រហែលជាចន្លោះពី30ទៅ50% ហើយដែរដូច្នេះជឿជាក់ថាការដែលខ្ញុំដាក់គោលដៅនេះឆ្នាំ2029គឺអាចធ្វើបានបាទពីមុនមកអត់ដែលបានសរសេរទេគឺបានតែគិតនៅក្នុងចិត្តគិតនៅក្នុងខួរក្បាលពេលសរសេរចេញមកមានអារម្មណ៍មិនដែរដុកឌូលអត់កាលមុនយល់ថាគោលដៅ1 លាននេះឆ្ងាយបងហើយដល់ពេលតសេមកយកមកកណនាជាមួយនឹងតួលេខបច្ចុប្បន្នហើយអ្វីដែលយើងបដិញ្ញាចិត្តទៅធ្វើវាជាហងៃមើលឃើញថាគោលដៅនេះជាក់ស្ដែងអត់ធំទេដំបូងបងឲ្យលុយ1 លានមកឲ្យដាក់គោលដៅ1 លានមកអត់ដែលឃើញ1 លានក្នុងកុងហ្នឹងអញ្ចឹងមានអារម្មណ៍ថាចំច្រើនណាបើ1 លានមានក្នុងចិត្តហើយក្នុងកុងនឹងមានហើយចាដល់ពេលឥឡូវមាន1 លានក្នុងចិត្តហើយមកបានអានហើយនឹងបានសរសេរចូលទេមានអារម្មណ៍មួយថាធ្វើបានហើយអត់ធំពេកចាបាទអរគុណខ្ញុំនិយាយរឿងមួយបងប្អូនម្នាក់បានមើលវីដេអូ The Secret ទេយ៉ាលោកម្នាក់គាត់ឈ្មោះអីគាត់សរសេរសភៅ The Success គាត់សរសេរដាក់លុយ1 លាននៅនឹងគាត់សរសេរ1 លានអញ្ចឹងគេយកกระดาษ1 លានហ្នឹងគាត់សរសេរបិទនៅលើពីដានគាត់ហើយគាត់មើលរាល់ថ្ងៃគាត់ដេកមើលរាល់ថ្ងៃគាត់សរសេរសភៅ Chicken Soup for the Soul Jack Canfield បងប្អូនចូលទៅមើលវិញនៅក្នុង YouTube មានរឿងហ្នឹងហើយគាត់យក1 លានដាក់នៅលើអញ្ចឹងគាត់មើលរាល់ថ្ងៃដល់ពេលដល់ថ្ងៃហ្នឹង
cất pra chảy mong bốn cất tha pra chảy cất ban ta chết sắp mùi mởn cất tha đái đã đọc liến phải chế bàn phần liền này cất đại mà liên pê là cất vùng nơi của tộc chúa là cất đại nơi bị đan nơi của tộc chúa đấy mà liên nừng đọc pê cất ta bao pom tơ cái lại bị po rồi phơi cất chụp nè bao pom rồi phơi muối tụi tôi rồi phơi cất bao pom hay rồi xe sai ban chết sắp mùi mởn cất tha đái cô đào cất pra chảy bằng cất đại lý xôn mới tiết tới với banผมphần liên và mùi xài mà rồi mình banผมchếtผมmùi mong mòn chứ mình đã may lui mà liên thì bọnខ្ញុំមកពីសៀមរាបមករៀននៅពេញធ្វើគ្រូអង់គ្លេសរឿងលុយមករៀនបាក់មែនទេតែខ្ញុំមើល The Secret ហើយខ្ញុំអានទៅ Google នេះហើយខ្ញុំទៅបើកពេលធនាគារកម្មគោបើកភ្លាមធនាគារកម្មគោនៅផ្លូវរដំអស់ផ្លូវព្រះសីហនុចិត្តសាលាស៊ីសវត្តខ្ញុំទៅដាក់លុយ$100សុំសែកមួយស្លឹកយកសែកមួយក្បាលមកគេឲ្យបើកសែកខ្ញុំទៅសេដាក់ខ្លួនឯងមកស៊ីវសផល$1លានហើយទៅសេទៅមើលហើយពួកបានមើលរឿង The Secret នឹងហើយថាដល់វាអត់ដល់សោះបានតែ50,000តាំងពីយើងមិនណៃលុយយើងមានលុយ50,000មកមុនគិតមើលទៅធ្វើបរិយាកាំងមេងបាន50,000ណាហើយនៅឆាំភៀនមកសម័យមើលគេមានរឿងឯណាណីសោះមកឲ្យបាន$1.360,000ដែរនេះខ្ញុំសេ$1លានហើយឲ្យលើចឹង$1.360,000នោះនឹងមកមិនគេឆ្លោះគ្នាដល់10ខែជាងជិត1ឆ្នាំបានយើងបានមក$1.360,000ហើយដោះស្រាយបញ្ហាឲ្យគេសប្បាយចិត្តទាំងសងខាងចឹងបងប្អូនមានឥទ្ធិពលសំខាន់ណាស់ចឹង$1លាននេះបងប្អូនមើលវារាល់ថ្ងៃមើលប្រយ័ត្នតែបរាជ័យបានថា$999,999ថាចូលមកដាក់$10លាននឹងមិនវិញណាចឹងខ្ញុំជឿជាក់ថាថ្ងៃនេះជាថ្ងៃដែលសភៅគោលដៅនៅក្នុងដួងចិត្តបងប្អូនចូលក្នុងអនុសម្បញ្ញៈបងប្អូនហើយបងប្អូន one to one មួយខ្ញុំមានរឿងនិយាយមែនទេone to one គូខ្ញុំសុំពិភាក្សាអាហ្នឹងយកអាហ្នឹងមក one to one ដើម្បីខ្ញុំមានអីចោះផងខ្ញុំរងៃវាបាក់ចោះរងៃបានសភ័នយោងឯងចាយហ្វីលីបបាញ់រហូតមិនក៏បាញ់ដើម្បីចោះ referral ចឹងថ្ងៃនេះខ្ញុំជឿជាក់ថាបងប្អូនទទួលបាននៅអ្វីដែលបងប្អូនរំពឹងទុកឬក៏មិនរំពឹងទុកចឹងកម្មវិធីយើងពីគោលដៅសូមចប់តែប៉ុណ្ណឹងហើយសូមអបអរសាទរដល់អ្នកគ្នា